ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើទឹកស៊ុបបែបថ្លាម្ដងដែលយើងមានបន្លែការ៉ុតមើមជីថាវហើយនិងខ្ទឹមប្រាំងយកបន្លែទៅដុតក្នុងអូវ៉ាន់រយៈពេលប្រហែលជា5នាទីយកបន្លែទៅដុតម្ល៉េះទៅរួចហើយយើងយកសាច់មកស្ងោរមកទឹកសិនដើម្បីយើងកម្ចាត់ភាពកខ្វក់ចេញពីសាច់អញ្ចឹងបន្ទាប់ពីស្ងោរបាន1នាទីវានឹងចេញបែបនេះហើយបងប្អូនអាចដួសចេញអាខាងលើនឹងចេញសិនណាដោយសារតែខ្ញុំអត់បានថតបន្ទាប់មកយើងក៏ដាំទឹកមួយឆ្នាំងទៀតដើម្បីយើងយកមកធ្វើទឹកស៊ុបជាការស្រេចអញ្ចឹងណាហើយនេះជាបន្លែដែលខ្ញុំបានដុតរួចហើយវាបន្លែនៅពេលដែលយើងដុតវាឈ្ងុយជាងបន្លែដែលស្ងោរអញ្ចឹងហើយនៅពេលដែលយើងយកបន្លែទៅដុតវាមានរសជាតិឈ្ងុយជាងបន្លែដែលយើងមិនបានដុតរួចហើយយើងក៏ដាក់ដុំស៊ុបខ្នុរមួយដុំហើយនឹងស្ករប៊ីចេងមួយស្លាបព្រាដើម្បីមានរសជាតិបន្ថែម